ជំរាបសួរបងប្អូនអ្នកគ្នានឹងឲ្យសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីណាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នានៅរបៀបខលទៅខាងក្រុមហ៊ុនមិត្តហ្វូនបងប្អូនអ្នកគ្នាណាសម្រាប់បងប្អូនអ្នកគ្នាដែលគាត់អត់ទាន់ដឹងថាពេលដែលយើងខលទៅជួបភ្នាក់ងារបម្រើអតិថិជនរបស់ខាងក្រុមហ៊ុនមិត្តហ្វូនណាយើងខលទៅបែបណាហើយសួរថាហេតុអីបានយើងត្រូវខលទៅខាងក្រុមហ៊ុនមិត្តហ្វូនអញ្ចឹងទី1គឺបញ្ហាដូចថាយើងបញ្ចូលទៅចេះតែមានកាត់លុយឬមួយក៏ដូចថាបញ្ចូលទៅលេងឆាប់អស់ឆាប់អីអញ្ចឹងឆាប់អស់លុយអីអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងយើងអាចខលទៅសួរខាងក្រុមហ៊ុនបានហ្នឹងហើយឬមួយក៏យើងអត់បានប្រើសោះស្រាប់តែកាត់លុយយើងអស់អីចឹងទៅបងប្អូនអរគ្នាអាហ្នឹងជាការឧទាហរណ៍ណាហ្នឹងហើយគ្រប់បញ្ហាទាំងអស់គឺយើងអាចខលទៅសួរខាងក្រុមហ៊ុនបានទាំងអស់នៅបញ្ហាទូរស័ព្ទលេខទូរស័ព្ទណាបងប្អូនអរគ្នាគឺមិនមែនបញ្ហាដោះបំណុលឬមួយក៏បញ្ហាវិបត្តិស្នេហាអីយើងអត់អាចខលទៅសួរគេបានទេបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅឈានដល់កន្លែងយើងបង្ហាញអំពីរបៀបខលទៅតែម្ដងដើម្បីយើងខលទៅបានយើងចុច1204បងប្អូនអរគ្នាណាសម្រាប់លេខខលទៅខាងក្រុមហ៊ុនមិត្តហ្វូនអញ្ចឹងយើងពេលដែលខលទៅខ្ញុំគ្រាន់តែបង្ហាញពេលដែលចូលទៅដូចថាខាងយើងចុចទៅខណ្ឌដែលគេភ្ជាប់ទៅកាន់ភ្នាក់ងារបម្រើអតិថិជនរបស់គេខ្ញុំនឹងបិទហើយបងប្អូនអរគ្នាព្រោះថាខ្ញុំអត់មានបញ្ហាអីដែលត្រូវឲ្យគេដោះស្រាយណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំគ្រាន់តែធ្វើវីដេអូបង្ហាញបងប្អូនអរគ្នាក៏ប៉ុន្តែបើសិនជាបងប្អូនអរគ្នាមានចម្ងល់អ្វីបងប្អូនអរគ្នាអាចសួរគេតាមហ្នឹងទៅបងប្អូនអរគ្នាណាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទៅកាន់បញ្ជូនតែម្ដងអូខេបញ្ជូនហើយយើងបើក speaker មក phone សូមស្វាគមន៍សូមចុចលេខ1សម្រាប់ភាសាខ្មែរអញ្ចឹងយើងចុចលេខ1មកចុចលេខ0ដើម្បីជួបជាមួយភ្នាក់ងារបម្រើសេវាកម្មអតិថិជនអញ្ចឹងយើងចុចលេខ0តែម្ដងបងប្អូនអរគ្នាឃើញទេព័ត៌មានអំពីគម្រោង data អញ្ចឹងសម្រាប់សម្រាប់ព័ត៌មានអញ្ចឹងបងប្អូនអរគ្នាឃើញទេអញ្ចឹងយើងចុចលេខ1ហើយចុចលេខ0អញ្ចឹងសម្រាប់ក្រុមហ៊ុនមិត្តហ្វូនគឺងាយទេបងប្អូនអរគ្នាលឿនទេយើងគ្រាន់តែចុចលេខ1ដើម្បីដូចថាភាសាខ្មែរហើយគេប្រាប់ឲ្យយើងថាយើងចុចលេខ0ដើម្បីភ្ជាប់ទៅកាន់ភ្នាក់ងារបម្រើអតិថិជនអញ្ចឹងយើងចុចលេខ0មកវាខុសពីក្រុមហ៊ុន Smart ណាបងប្អូនអរគ្នាបើ Smart យូរហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាពេញចិត្តវីដេអូមួយនេះអាចជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះ